បាទជំរាបសួរនិងសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែរាប់អាននិងតាមដានទស្សនាវីដេអូរបស់ខ្ញុំបាទថ្ងៃនេះវិលមកជួបជាមួយខ្ញុំបាទទៀតហើយដោយមានបង្ហាញពីវិធីស្ងោរសាច់មាន់ជាមួយនឹងស្ពៃបូកគោឬក៏ស្ពៃកញ្ញាញ់បងប្អូនដែលធ្លាប់ហូបអត់នេះគឺជាទូនាទីជារៀងរាល់ព្រឹកបងប្អូនមុននឹងទៅធ្វើការត្រូវតែធ្វើជាទូនាទីចុងភៅមុនសិនចឹងជីវិតពលករស្រុកគេបងប្អូនមើលហើយទៅដល់កន្លែងធ្វើការគឺមានតែក្លិនញើសក្លិនស្អុយហើយមុននឹងទៅធ្វើការនៅបន្ទប់នេះក៏មានតែក្លិនខ្ទឹមក្លិនស្ករពីចេកហ្នឹងឯងបងឃ្លាតឆ្ងាយស្រុកធ្លាប់រស់សុខសានឃ្លាតពីកល្យានមករស់ផ្ញើប្រានឆ្ងាយពីគូស្នេហ៍ឃ្លាតស្រុកឃ្លាតភូមិឃ្លាតចំការស្រែឃ្លាតទាំងសង្កែបានប៉ុណ្ណឹងបានហើយធ្វើមហូបបន្តបាទបងប្អូនទស្សនាពិធីស្ងោរសាច់មាន់ស្ពៃបូកគោបន្តទៀតបងប្អូនបាទវីដេអូនេះផងដែរគឺកាត់ពាក់កណ្ដាលយកសូមអភ័យទោសបងប្អូនផងដែរដែលចូលមកទស្សនាតាមដានព្រោះអីតាំងកាមេរ៉ាចោលប៉ុន្តែអត់បានចុចថតបងប្អូនគឹមថតពាក់កណ្ដាលហើយដាក់បន្លែដាក់ប្លុកហើយបងប្អូនបាទគឺបន្ទាប់ពីយើងរំងាស់សាច់មាន់រយៈពេលមួយសន្ទុះធំមកឃើញថាសាច់មាន់ចាប់ដើមឆ្អិនហើយផុយល្អហើយយើងក៏ដាក់ស្ពៃបូកគោចូលដែលយើងហាន់ត្រៀមទុកហ្នឹងបងប្អូនហ្នឹងហើយដាក់ចូលទៅហើយយើងយកវាសកត់ដើម្បីឲ្យវាលិចទឹកហើយលះឆ្អិនណាបងប្អូនมันបាច់ឆ្អិនផុយពេកទេស្ពៃនេះគ្រាន់តែវាស្លាប់ថ្លោកទៅបានហើយបងប្អូនកុំឲ្យវាផុយឲ្យលួយលេងឆ្ងាញ់ណាបងប្អូនបន្ទាប់ពីយើងដាក់បន្លែស្ពៃចូលហើយយើងសកត់ចុះសកត់ឡើងកូរចុះកូរឡើងឲ្យស្ពៃវាឆ្អិនល្អហើយយើងចាប់ដើមភ្លក់រសជាតិមើលបងប្អូនព្រោះអីយើងដាក់គ្រឿងកោពីដំបូងមកនោះគឺយើងដាក់តែល្មមទេអត់ទាន់សម្រេចទេបងប្អូនស៊ីសងទៅលើដែលយើងដាក់បន្លែដាក់ឲ្យសព្វគ្រប់ហើយយើងក៏ចាប់ដើមភ្លក់រសជាតិមើលបើថាស្ទើរអីក៏ថែមនឹងទៀតទៅតាមចំណង់ចំណូលចិត្តរបស់យើងអញ្ចឹងណាបងប្អូនបាទក៏សូមអធិស្ឋានបងប្អូនផងដែរដែលតាមដានទស្សនាដើម្បីកុំឲ្យវីដេអូនេះវាវែងអន្លាយពេកអញ្ចឹងយើងលេង speed វាបន្តិចទៅឲ្យវារៀងលឿនបន្តិចបងប្អូនអញ្ចឹងឃើញថាយើងភ្លក់រសជាតិរួចហើយឃើញថាខ្វះខាតរៀងសាបរៀងអីថែមអំបិលថែមប៊ីចេងថែមស្ករអីទៅតាមហ្នឹងណាបងប្អូនហ្នឹងហើយបាទបន្ទាប់ពីយើងថែមគ្រឿងក្រៅជាលើកទី2ដើម្បីសម្រេចលទ្ធផលហើយគឺយើងភ្លក់មើលរសជាតិម្សៅទៀតបងប្អូនឃើញថាល្មមសមគួរត្រូវចិត្តត្រូវមាត់ហើយក៏សម្រេចថាមុខម្ហូបមួយមុខនេះគឺដល់ទីបញ្ចប់ហើយបងប្អូនហើយបន្ទាប់មកយើងក៏ចាប់ដើមដាក់ស្លឹកខ្ទឹមស្លឹកជីដែលយើងបានហាន់ត្រៀមទុកហ្នឹងរោយពីលើហើយក៏បិទភ្លើងបិទអីទៅបងប្អូនគឺជាការស្រេចហើយបាទភារកិច្ចស្ងោរមាន់ជាមួយនឹងស្ពៃបូកគោថ្ងៃនេះគឺដល់ទីបញ្ចប់សង្ឃឹមថាបងប្អូននឹងស្រឡាញ់ពេញចិត្តនិងជួយតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ផងហើយកុំភ្លេចជួយចុច like ចុច share និង comment អ្នកមួយដើម្បីជាការលើកទឹកចិត្តផងបងប្អូនបាទជាចុងក្រោយក៏សូមថ្លែងអំណរគុណដល់បងប្អូនដែលតែងតែតាមដានទស្សនានៅវីដេអូរបស់ខ្ញុំបាទជារៀងរហូតមកសូមឲ្យបងប្អូនជួបតែសេចក្តីសុខនិងជួបតែភាពរីកចម្រើននិងភាពជោគជ័យនៅក្នុងក្រុមគ្រួសារបាទក៏សូមអរគុណនិងសូមគោរពលាសង្ឃឹមថាជួបគ្នានៅវីដេអូក្រោយជាបន្តទៀតបាទសូមអរគុណ